បាទចឹងឡើយខ្ញុំសូមបិទ toggle display ខ្ញុំទៅយកឲ្យ spiral មួយទៀតដើម្បី compare គ្នាថា tool path ហ្នឹងយ៉ាងម៉េចចឹងយើងមកមើលរូបណាបាទយើងមកមើលរូបសម្រាប់ waterline វានៅសល់ខាងលើនេះចឹងមានន័យថាវាស៊ីតាគៀនសម្រាប់ waterline ដូចរូបវាគេដាក់ឲ្យចឹងណាបាទរូបគេដាក់ឲ្យមិនចឹងហើយចឹងយើងមកមើល spiral មានថាវាស៊ីពីលើទៅហ្មងបាទ spiral ហើយនឹង scallop នេះគឺស៊ីពីលើដូចគ្នាតែឥឡូវខ្ញុំយក spiral ដើម្បី compare ណាបាទ compare ជាមួយ waterline ចឹងឡើយនេះឲ្យខ្ញុំគ្លិកទាំងអស់បន្ទាប់មកខ្ញុំឲ្យ line ខ្ញុំ clear ទាំងអស់ដូចគ្នាបន្ទាប់មក line នេះខ្ញុំអត់ប៉ះអីទេ tool line នេះខ្ញុំយក line ដែរណាបាទ tool ball unmill ដែរបាទ dot line នេះខ្ញុំ holder ខ្ញុំទុកដែរបាទ line នេះបាទ line spiral step down បាទ line នេះខ្ញុំយកឲ្យ 0.2 ចុះបាទអញ្ចឹងដល់ពេលខ្ញុំចុចមក line scallop height នេះវាផ្លាស់ប្ដូរទៅ auto line នេះ center point មានន័យថាចំណុចចាប់ដើមនៅកន្លែង x0 y0 ណាបាទហើយកន្លែង inner radius កន្លែងនេះមកមើល outer radius មើល outer radius ហើយនឹង spiral clockwise វាខុសគ្នាយ៉ាងម៉េចបាទ outer radius ណាបាទអញ្ចឹង line នេះយើងមកមើលទាំងអស់មកយើងទុកវានៅដែរ plan យើងមកមើល coolant យើងបើកណាបាទបន្តមកយក apply ចឹង line នេះ surface dash node យើង click select ណានេះយើង click select បាទ select entity បាទបន្តមកយក apply វាបាទចឹងយើងមកមើលចឹងនៅពេលដែលយើងយក outer radius នេះវារត់បានបន្តិចមួយពីលើយើងឃើញអត់ចឹងវាចាប់ពីចំណុចនេះមកយើងតែបើសិនយើងដូរ spiral clockwise បាទបន្តមកយើងធ្វើការ apply មកវានៅដែរចឹងខ្ញុំបិទ outer radius ចឹងដល់ពេលដែលខ្ញុំ apply មកបាទវានឹងរត់ជុំវិលចឹងយើងឃើញថា two pass spiral នេះយើងឃើញថាវាស្អាតជាងណាវាស្អាតជាង waterline ដោយសារតែ waterline យើងមកមើលវាប្រឡោះកណ្ដាលនេះវាស៊ីអត់ដល់ទេដោយសារតែ two pass គេកំណត់មកអញ្ចឹងហើយ spiral នេះមានគឺយើងឃើញរូបគេអត់វាស៊ីពីលើទៅណាវាស្អាតជាងឃើញអត់បាទហើយសម្រាប់ scallop នេះក៏អញ្ចឹងដែរបាទអញ្ចឹងហើយយើងធ្វើការតេស្តបាទតេស្តនៅលើ program របស់យើងណាបាទអញ្ចឹងកន្លែងនេះខ្ញុំ select ពី tool path បាទ select ពី tool path ទី1 rush ទី1យក 3D high speed spiral ណាដើម្បី select បានយើងចុច key control បន្ទាប់មកយើង select មកបានពី tool path បន្ទាប់មកយើងទៅ verify បាទបន្ទាប់មកកន្លែងនេះខ្ញុំ maximize វាឲ្យធំមកបាទអញ្ចឹងកន្លែងនេះខ្ញុំបិទ axis ចោលបន្ទាប់មកយើងចូលមកកន្លែង verify របស់យើងបើក color បាទបើក color មកបន្ទាប់មកយើងទៅ home វិញបាទយើងធ្វើការ rush សាថ្មីនេះ spiral របស់យើងគឺពីលើទៅក្រោមណាបាទពីលើទៅក្រោមបាទយើងឃើញសាច់កន្លែងនេះមាន port វាអត់ដល់ដោយសារកន្លែងនេះវាកោងផុតកន្លែងនេះវាកោងផុតទៅវាអត់ដល់អូខេខ្ញុំឃើញថារួចរាល់ហើយបាទហ្នឹងហើយចឹងហើយអូខេឥឡូវយើងបិទ close វិញមកបាទចឹងហើយយើងក្នុងវីដេអូនេះយើងបានរៀននៅពី tool path ទី1គឺ waterline ហើយនិង spiral យើង compare គ្នាមកអញ្ចឹងយើងឃើញថា spiral នៅពេលដែលវាគ្រប់ condition มันវាមានថាវាស្អាតជាង waterline ណាបាទអញ្ចឹងហើយវីដេអូមេរៀននេះខ្ញុំមានតែប៉ុណ្្នឹងឯងហើយចាំខ្ញុំនឹងបន្តនៅវីដេអូមេរៀនថ្មីទៀតនៅថ្ងៃស្អែកណាបាទអញ្ចឹងហើយចាំជួបគ្នានៅវីដេអូមេរៀនបន្តទៀត